អត់ទៅរួចទេបាទឥឡូវបើគេចាប់ទៀនណាម្នាក់ពីរបីនាក់4 5នាក់យកទៅដាក់គុកដោយសារយើងធ្វើបាតកម្មអហិង្សាបងប្អូនព្រមទេប្រាប់គាត់ខ្ញុំប្រាប់ខ្ញុំប្រាប់គាត់ថាម៉េចហើយចាំបើសិនណាប្រាប់ឲ្យយើងទៀមទាឲ្យគាត់បោះឆ្នោតឡើងវិញទៀមទាឲ្យសិនកាត់ការបោះឆ្នោតក៏អត់ព្រមយើងមកកាន់តែច្រើនដើរពេញផ្លូវស្ទះផ្លូវស្រាប់គាត់យកឡានទឹកយកឲ្យទៅបាញ់យើងគិតថាម៉េចថយមិនថយអានឹងស្រាច់បងប្អូនណាព្រោះយើងខ្ញុំក្នុងនាមឋានៈដឹកនាំគណៈបកសង្គ្រោះជាតិយើងគោរពនិងការពារឆន្ទៈរបស់ប្រជាពលរដ្ឋដើម្បីយុត្តិធម៌បាទអញ្ចឹងយើងអត់មានអីទៅចង់ឆ្លោះជាមួយគណៈបកណាមេដឹកនាំណាតែបងប្អូនណាឬអ្នកណាគឺយើងអត់ចង់ឆ្លោះប៉ុន្តែយើងចង់ឲ្យគេមកឆ្លើយដោះស្រាយនឹងសំណពររបស់ប្រជាពលរដ្ឋនៅសំណើរបស់ប្រជាពលរដ្ឋហើយបើសិនណាជាសុខចិត្តជួបជាមួយតំណាងបាតកោដើម្បីជជែកគ្នារកដំណោះស្រាយជំវិញបញ្ហាសំណើរបស់ប្រជាពលរដ្ឋខ្ញុំយល់ថាអ្នកប្រជាធិបតេយ្យក្នុងពិភពលោកគេធ្វើបែបហ្នឹងណាបងប្អូនណាបាទនៅក្នុងពិភពលោកក៏បានប្រជារាស្ត្រធ្វើបាតកម្មស្នើអីហើយគេសុំតំណាងបាតកោណាទៅជួបជាមួយអ្នកកាន់អំណាចហ្នឹងដើម្បីជជែកគ្នាឆ្លើយតបនឹងសំណពរហ្នឹងហើយមេដឹកនាំខ្មែរនេះបាតកោប្រមាណខែហើយអត់មានអញ្ជើញតំណាងយើងដើម្បីទៅរកដំណោះស្រាយទេមានន័យថាគាត់ជាជនផ្ដាច់ការបងប្អូនដូរបើដូរហើយមិនចេញទៀតទេម៉េចបាទចឹងហើយយើងតោះគ្នាជាប្រជាពលរដ្ឋខ្មែរយើងមិនអាចទុកឲ្យអ្នកកាន់អំណាចធ្វើមិនដឹងមិនឮនៅសំណពររបស់ប្រជាពលរដ្ឋជាដាច់ខាតបងប្អូនបាទសូមអរគុណតែជួបគ្នាទៀតបាទ